រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍ផ្លែឈើឆ្នាំ2025តម្លៃចាប់ពី 30,000 រហូតដល់ 50,000 រៀលញ៉ាំឥតដែនកំណត់ហើយញ៉ាំនៅក្នុងម៉ាស៊ីនត្រជាក់ទៀតព្រមទាំងមានភ្លេងខ្មែរប្រគំកំដរហើយក៏មានផ្លែឈើជាច្រើនមុខទៀតផងដែររយៈពេលធ្វើនេះគឺមានរយៈពេល 3 ថ្ងៃគឺថ្ងៃទី 27, 28, 29 ខែមិថុនាឆ្នាំ2025ក្រៅពីនោះក៏មានការដាក់តាំងបង្ហាញជាផលិតផលឬក៏ផ្លែឈើផ្សេងទៀតដែលជារបស់អ្នកខេត្តបាត់ដំបងមានការប្រគំតន្ត្រីសប្បាយៗនិងកម្មវិធីផ្សេងៗបងប្អូនអាចមកចូលរួមបានដែលមានទីតាំងនៅបរិវេណខាងមុខសាលាខេត្តបាត់ដំបងកុំភ្លេចមកចូលរួមដើម្បីលើកស្ទួយផលិតផលខ្មែរនៅក្នុងខេត្តបាត់ដំបងមិនថាផ្លែឈើមិនថាជាផលិតផលកែច្នៃបងប្អូនអាចមកចូលរួមដើម្បីគាំទ្រផលិតផលខ្មែរទាំងអស់គ្នាហើយកុំភ្លេចដាក់ទឹកបរិសុទ្ធមុទិតាតាមខ្លួនម្នាក់ម្ដងផងព្រោះដោយសារនៅពេលដែលយើងដើរលេងហត់អស់កម្លាំងហើយយើងត្រូវការញ៉ាំទឹកឲ្យបានច្រើនទឹកបរិសុទ្ធមុទិតាមានគុណភាពខ្ពស់មានស្តង់ដារល្អធ្វើឲ្យបងប្អូនមានអារម្មណ៍ស្រស់ស្រាយជាទឹកបរិសុទ្ធផលិតនៅក្នុងខេត្តបាត់ដំបងដូចគ្នាមុទិតាបរិសុទ្ធគ្រប់ដំណក់